ភ័យបើកភ្នែកដល់ថ្ងៃអូនចាក់បាក់សាំង2ខែកន្លះឲ្យអ៊ំពូមីងអើយទៅមួយថ្ងៃមុនសោះឥឡូវនេះគឺថា3ទៅចាក់បាក់សាំងជាមួយនឹងម៉ាម៉ាទៀតហើយថ្ងៃនេះអ៊ំពូមីងទាំងអស់គ្នាតន្ទឹងរង់ចាំឲ្យខ្ញុំធ្វើ vlog ពាក់ព័ន្ធជាមួយនឹងអូនអេឡាហ្វាខ្លាំងមែនតើហ្មងដោយសារមួយរយៈនេះគឺខ្ញុំរវល់ខ្លាំងបងចាអត់សូវមានពេលធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងអូនទេតែថ្ងៃនេះគឺមានពេលកាត់ដោយសារតែយកកូនពៅទៅចាក់បាក់សាំងនៅពេទ្យអត់គិតនៅកោះពេជ្រចុះបងប្អូនតាគ្នាកូនពៅបាន2ខែកន្លះចាពូមីងថាមើលអូនបានគីឡូហើយនិយាយទៅគឺស្ទុះលឿនឡើងខ្លាំងមែនតើហ្មងតើអរគ្នាខ្ញុំនិយាយមែនណាឃើញកូនលោកមុនគឺទូចញ៉ែឥឡូវឡើងប៉ុណ្ណាណៃហ្មងមុខធំជាងខ្ញុំទៀតណាឥឡូវពាក់ព័ន្ធជាមួយនឹងការចាក់វ៉ាក់សាំងគឺថាម៉ាក់យាយជាមួយនឹង Daddy ជូនទៅរហូតហ្មងព្រោះដេសាខ្ញុំអត់ហ៊ានទៅទេបងប្អូនខ្ញុំឃើញកូនខ្ញុំគឺខ្ញុំស្លុតហ្មងជាពិសេសពេលគេចាក់ចំណុចកន្លែងហ្នឹងឯងបានម៉ាក់ក្មេងខ្ញុំគាត់ឃើញអញ្ចឹងគាត់អត់ឲ្យខ្ញុំទៅទេគាត់អ្នកយកទៅជាមួយនឹងប្តីខ្ញុំបងប្អូនបានជិះសុខភាពជាមួយនឹងអ្នកគ្រូពេទ្យលោកគ្រូពេទ្យហើយគឺសុខភាពបងអូនល្អទាំងអស់គីឡូស្តង់ដារឡើងកពស់អីក្បាលអីគឺឡើងតាមស្តង់ដារហ្មងតាគ្នាសប្បាយចិត្តក្រៅពីយកកូនមកពេទ្យឲ្យកូនសុខភាពល្អកពស់គីឡូគាត់ឡើងតាមស្តង់ដារនេះហើយដែលយើងចង់បានណាបងប្អូនជាពិសេសគឺម៉ាមីអ្នកដែលគាត់សម្រាប់ថ្មីអីខ្លាំងជាងគេនៅចំណុចកន្លែងហ្នឹងអញ្ចឹងសម្រាប់អូនអេឡាហ្វាចាគឺថាគាត់ឡើងគីឡូខ្លាំងមែនទែនហើយស្តង់ដារគឺគាត់បាន2ខែកន្លះហើយអ៊ំពុំមីងទាំងអស់គ្នាចាគឺយើងយកមកថ្លឹងគីឡូអូនបាន76គីឡូបងប្អូនចាគឺឡើងខ្លាំងមែនទែនហ្មងតែបាន2ខែកន្លះហើយណាហើយមានបងប្អូនទាំងអស់គ្នាគាត់សួរច្រើនថាអូនឯងឲ្យកូនបើកដោះឬក៏បើកទៅដោះគោចារឿងគឺខ្ញុំអត់ដែរលាក់បងប្អូនទេគឺខ្ញុំតែងតែប្រាប់បងប្អូនតាំងពីដំបូងឲ្យអូនអេឡាហ្វាដំបូងខ្ញុំអត់តាន់ប្រាប់គាត់បើកទៅដោះគោអីទេតតែគាត់បើកត្រូវបើកទៅរយៈពេល2ខែហ្នឹងបើកឲ្យអត់ឌៀនមុំឲ្យឡើងគីឡូឡើងសាច់ឲ្យគាត់អត់ហោរឿងបងប្អូនចាបានខ្ញុំណែនាំមានបងប្អូនតាគ្នាចង់ដឹងថាកូនបើគាត់បើកដោះគោអីអានចាងឯងបើចង់អ៊ំពូមីសៀអូនមួយ comment មកចាំម៉ាមីអូនប្រាប់ចែករំលែកបងប្អូនអ្វីដែលចែករំលែកទៅល្អគឺខ្ញុំតែងតែចែករំលែកប្រាប់បងតាគ្នាព្រោះដោយសារខ្ញុំចាំឲ្យកូនខ្ញុំគាត់បើហើយល្អសិនបាទខ្ញុំប្រាប់បងប្អូនចាឥឡូវគឺកូនពៅចាក់បាក់សាំងហើយយកមកអ៊ំពូមីខ្ញុំតាមអាក់ហ្នឹងទេនិយាយទៅគឺស្លូតខ្លាំងហើយនិយាយវាសក់ក្បាលវិញបែកញើសក្រាស់ខ្មឹកហ្មងចាហើយព្រាមម៉ាម៉ាលូមកផ្លែតគឺបាត់ទេបងប្អូនចាអត់សូវកាក់សូវរហរឿងទេហើយនិយាយពីថាសុខភាពគាត់គឺមកមួនល្អខ្លាំងអត់ដែររៀកដែរអីទេមើលតែមុខក៏បងប្អូនតាគ្នាដឹងហើយគឺថាឡើងគេមុខធំជាងខ្ញុំទៀតខ្ញុំចាំថតដាក់កាមេរ៉ាមុខអញ្ចឹងនិយាយពីថាមុខធំជាងខ្ញុំទៀតដូចមនុស្សចាស់និយាយពីថាចរិតរៀបរឹកអីគឺដូចកំមុំអញ្ចឹងបងប្អូនខ្ញុំស្រឡាញ់ថងចរិតហ្នឹងហ្មងខ្ញុំនិយាយមែនរបស់គេឲ្យតែឃើញកាមេរ៉ាអ៊ំពុំមីងបងប្អូនចាគឺថាភ្នែកគេស្រឡឹងអត់ដាក់ទេកាមេរ៉ាបងប្អូនអើយអាកែវភ្នែកគេខ្មៅគ្រប់នឹងគឺថាដៀងមើលសំដាក់យើងហ្មងហើយណាមិនគ្រឹតបងប្អូនខ្ញុំជាម្ដាយគ្រឹតប៉ុណ្្នឹងឯងហ្មងតែអ៊ំភូមីងទាំងអស់គ្នាទៀតផងកូនពើមួយថ្ងៃ2ថ្ងៃបានអ៊ំភូមីងខមមិនសួរហ្មងព្រោះដោយសារគាត់ស្រឡាញ់ទឹកមុខនិយាយទៅគឺថាបាត់មុខអត់បែនហ្មងមានអ៊ំភូមីងគាត់ខមមិនសួរច្រើនថាអូនអេឡាហ្វាឥឡូវគឺឡើងគីឡូខ្លាំងគាត់មិនដោះគោអីគេចាអញ្ចឹងខ្ញុំជំរាបប្រាប់បងឯងកូនយើងបើកទៅដោះគោហើយកូនយើងឡើងគីឡូតាមស្តង់ដារអត់ឌីអត់ក្តៀនអាហ្នឹងហើយគឺជាអ្វីដែលយើងចង់បានណាវីដេអូនេះគឺកូនពើកើតទៅបាន5-10ថ្ងៃឯងបងប្អូនខ្ញុំឲ្យគាត់ថតពេលដែលគាត់ទៅតែកើតហើយបើតាំងពីថ្ងៃកើតបងប្អូនចាស់រហូតមកដល់ឥឡូវគឺគាត់អត់ដែរឌៀនអត់ដែររៀកនិយាយទៅគឺស្រួលខ្លាំងមែនតើតែដោះកូននឹងវាស្តៀងតែដោះម្ដាយដែរបងប្អូនបាទខ្ញុំឲ្យគាត់បើព្រោះដោយសារខ្ញុំអត់បានឲ្យកូនបើដោះទេកើតមកភ្លាមងាគឺខ្ញុំឲ្យគាត់បើទៅដោះកូននឹងហ្មងតែដោះកូននឹងគឺខ្ញុំឲ្យកូនបើឲ្យរយៈពេល2ខែកន្លះហើយបាទខ្ញុំហ៊ានប្រាប់បងប្អូនថាល្អព្រោះដោយសារខ្ញុំចង់បងប្អូនតាគ្នាដឹងថាអ្វីដែលខ្ញុំចែករំលែកទៅគឺសិតតែល្អហ្មងព្រោះឲ្យកូនបើគឺឡើងគីឡូហើយឆ្លាតនិយាយទៅគឺបងប្អូនតាគ្នាបានឃើញចឹងគឺគីឡូគាត់ឡើងតាមស្តង់ដារមានដែររៀករូបក្តៀនអីទេដោះគោដែលអូនបើបងប្អូនចាជាទឹកដោះគោអុកហ្វាមបើផ្លាទីនីមបងប្អូនដែលជាទឹកដោះគោនេះគឺវាស្តៀងជាមួយនឹងទឹកដោះម្ដាយខ្លាំងមែនតើហ្មងខ្ញុំសប្បាយចិត្តដល់ពេលដែលខ្ញុំបានរកទឹកដោះគោដែលកូនបើទៅត្រូវល្អខ្លាំងឯងសារតែនៅក្នុងអេងគ្រីឌៀនទឹកដោះគោនឹងវាមានជាមួយនឹងសារធាតុ AMO ដែលជាទឹកដោះគោដែលល្អស្តង់ដាបងប្អូនចាគឺបើទៅហើយគឺកូនយើងមានសុខភាពល្អហើយកូនប្រឆេងខ្ញុំគឺបើតាំងពីថ្ងៃកើតតាំងពីថ្ងៃដែលចេញពីកតុបវះហ្មងខ្ញុំកាន់តែសប្បាយចិត្តនៅក្នុងទឹកដោះគោនឹងបងប្អូនចាគឺគេមានជាមួយនឹងសារធាតុ DHA ARA ដែលវាជួយទៅដល់ភ្នែកនិងខួរក្បាលកូនរបស់យើងនឹងឆ្លាតរហ័សរហួនបងប្អូនហើយគីឡូគេទៅតាមស្តង់ដារល្អខ្លាំងមែនតើដល់កូននឹងបងប្អូនចាគឺគេមានសារធាតុចិញ្ចឹមគ្រប់គ្រាន់បែបហ្នឹងឯងបានធ្វើឲ្យស្នេហ៍ស្ងប់ចិត្តដល់បងប្អូនកើតមកភ្លាមកូនពៅញ៉ាំទៅដល់កូននឹងនេះគឺសបកគាត់ញ៉ាំសំសបកឲ្យបងប្អូនមើលហ្មងនិយាយទៅល្អកូនពៅញ៉ាំបាន2ខែកន្លះហើយបាទខ្ញុំចេញណែនាំប្រាប់បងប្អូនតាគ្នាទាំងអស់ដែលខ្ញុំរៀបរាប់បងប្អូនតាគ្នាពីលើនឹងមកបណ្ដោះទៅលើគួងការពារកូនរបស់យើងបានល្អខ្លាំងមែនតើបងប្អូនចំណុចកន្លែងហ្នឹងហើយបានស្នេហ៍ជ្រើស
រើសជាមួយទឹកដោះគោទឹកដោះគោអុក Farm Super Platinum បងប្អូនចានិយាយទៅគឺថាខ្ញុំពិតជាពេញចិត្តជាមួយនឹងទឹកដោះគោនេះខ្លាំងមែនទែនបងប្អូនបានឃើញអញ្ចឹងឥឡូវនេះគឺថាអស់ចាក់ហ្មងនិយាយទៅគឺកូនបើបៅត្រូវខ្លាំងមែនទែនខ្ញុំទៅសម្រាប់អ៊ំពូមីងបងប្អូនអ្នកដែលគាត់កើតកូនហាក់ដឹងធ្វើប្រើទឹកដោះគោណាដែលវាស្តៀងជាមួយនឹងទឹកដោះម្ដាយកុំភ្លេចជាមួយនឹងទឹកដោះគោអុក Farm ណាបងប្អូនចាសម្រាប់កូនស្រីខ្ញុំដែលបានបើកទឹកដោះគោនឹងឥឡូវគឺគេមានអាយុ2ខែកន្លះហើយបងប្អូនអើយមិនដែររូបរាងមុខមាត់កាត់ទៅប៉ាប៉ាឬក៏កាត់ទៅម៉ាមីបងប្អូនចាគឺថាអ៊ំពូមីងអាណិតស្រឡាញ់ច្រើនមុខនេះតែកូនប្រុសខ្ញុំក៏ដោយក៏បើកទឹកដោះគោនឹងដែរបងប្អូនចានិយាយទៅគេដឹងទូនីតិគេណាបងប្អូនយប់ឡើងអញ្ចឹងគឺថាមានម៉ាស៊ីនមួយប្រើឲ្យចុចគឺថាវាអូតូតាមលេខនឹងហ្មងហើយនិយាយទៅបានម៉ាស៊ីនជួយនឹងទឹកដោះគោនេះទៀតនិយាយទៅកូនស្រីខ្ញុំគឺថាបើកអត់ដែររីអត់ដែរក្តៀនទេបងប្អូនអើយបងអ្នកដែលគាត់ចង់បានទឹកដោះគោដែលវាស្តៀងនឹងទឹកដោះម្ដាយកុំភ្លេចជាមួយនឹងទឹកដោះគោដូចអូនលាហ្វាផាកបងប្អូនអើយគឺគាត់ចូលចិត្តមុំណាឥឡូវនេះគឺនៅតែបន្តការបំរហូតសំបីតាបងក៏គាត់មុំដោះគោនឹងដែរបងអូនអ៊ំពូមីងអើយនៅចិត្តឪមុខដូចឪនៅចិត្តម៉ាមីមុខដូចម៉ាមីចាមុខគឺស្អប់ខ្លាំងបងណាខ្ញុំនិយាយចឹងចាខ្ញុំឲ្យកូនពៅបើរហូតដល់2ខែកន្លះបើត្រូវអីបាទខ្ញុំណែនាំប្រាប់បងប្អូនហើយនឹងដល់បងប្អូនតាគ្នាក៏មិនសួរទៀតទេបាទខ្ញុំប្រាប់ពូមីងបងប្អូនអ្នកដែលគាត់ចង់បានទឹកដោះគោដែលល្អឲ្យកូនយើងបើតែឲ្យអត់ក្តៀនអត់រៀករូសកុំភ្លេចជាមួយនឹងទឹកដោះគោ Farm Super Platinum បងប្អូនទាំងអស់គ្នាចាគឺថាមានជាការរៀបតម្រង់ជួរហើយឥឡូវនេះបើចុះខ្លាំងមែនតែនហ្មងបងប្អូននេះឥឡូវកាន់តែធំបានកាន់តែច្រើនអញ្ចឹងបងប្អូនអាចដើររកទិញបានគ្រប់ទីកន្លែងណាអរគុណច្រើន